រឿងរ៉ាវនៃសង្គ្រាមច្បាំងគ្នារយៈពេល5ថ្ងៃ5យប់រវាងកងទ័ពកម្ពុជានិងកងទ័ពឈ្លានពានរបស់ប្រទេសថៃដែលប្រិមិត្តបានដឹងរួចមកហើយថាសង្គ្រាមមួយនេះគឺមិនធម្មតានោះទេបើនិយាយអំពីសម្រាប់ប្រទេសថៃវិញគឺចាត់ទុកជាប្រវត្តិសាស្ត្រមួយហើយដែលសង្គ្រាមនេះគឺជាសង្គ្រាមធំដែលកងទ័ពរបស់ប្រទេសថៃទូទាំងប្រទេសបានចល័តមកកាន់ព្រំដែនហើយប្រើសុទ្ធតែសពាវុធខ្លាំងៗទំនើបបែបវិទ្យាសាស្ត្រដូចជាយន្តហោះចម្បាំង S16 យន្តហោះ Skripal របស់ប្រទេសស៊ុយអែតហើយថែមទាំងនៅប្រភេទកណ្ដុងផ្លោងរយៈចម្ងាយឆ្ងាយ155មីលីម៉ែត្រនិងគ្រាប់ដទៃទៀតបានបាញ់ស្រោចមកលើទឹកដីនិងកងទ័ពរបស់ប្រទេសកម្ពុជាយើងបានឃើញហើយថាគ្រប់ទីកន្លែងសិតតែកន្លែងសារៈសំខាន់ក្នុងនោះគឺមានវត្តអារាមមានទាំងប្រាសាទព្រះវិហារហើយក៏មានកន្លែងខ្លះផ្ទុះគ្រាប់កន្លែងភាគច្រើនក៏មិនផ្ទុះគ្រាប់នេះគឺជារឿងរ៉ាវដែលកើតឡើងដែលអ្នកខ្លះលើកឡើងថាវាសុទ្ធតែមានអភិនិហាបើទោះបីជាយើងគិតថាសង្គ្រាមមួយនេះគឺត្រូវតែពឹងផ្អែកទៅលើកម្លាំងនៃកងទ័ពមនុស្សយើងដែលមានសមត្ថភាពមានបទពិសោធន៍និងមានជំនាញហើយធ្លាប់ធ្វើការប្រយុទ្ធនៅលើសមរភូមិរាប់សិបមិនអស់ក៏ដោយប៉ុន្តែយ៉ាងណាក៏ដោយសង្គ្រាមមួយនេះត្រូវបានលើកឡើងផងដែរថាគឺពិតជាមិនអាចចោទបានតាក់ទងទៅនឹងគុណនៃបុណ្យរបស់មានគុណទាំងមេដាបិតារបស់កងទ័ពទាំងបារមីតូចធំដែលក្នុងនោះដែលយើងបានលើកឡើងថាជាជំនឿមួយដែលពាក់ព័ន្ធទៅនឹងព្រហ្មញ្ញសាសនាឬក៏លទ្ធិនៃព្រលឹងនៃវិញ្ញាណដែលខ្មែរយើងបានកាន់ពីយូរមកហើយតាំងពីសម័យនគរភ្នំមកម្លេះហើយពាក់ព័ន្ធជាមួយនេះគឺមានការប្រកាន់ខ្លាំងមែនទែនគឺនៅក្នុងសម័យអង្គរដែលយើងបានដឹងហើយថាគ្រប់ប្រាសាទទាំងអស់គឺធ្វើសក្ការៈដើម្បីតាក់ទងទៅនឹងខាងព្រហ្មញ្ញសាសនាដែលមានព្រះវិស្ណុមានព្រះព្រហ្មមានជំនឿផ្សេងៗដែលតាក់ទងទៅនឹងអាគមអីជាដើមនេះយើងវិលត្រឡប់មកនិយាយអំពីសង្គ្រាមមួយនេះដោយដែលប្រិយមិត្តបានដឹងហើយថាមុនពេលដែលសង្គ្រាមផ្ទុះឡើងមកម្លេះតាំងពីថ្ងៃទី24ខែកក្កដារហូតដល់ថ្ងៃទី28គឺមានន័យថាមុនថ្ងៃនេះនិងរហូតដល់ថ្ងៃនេះផងដែរគឺមានអភូតហេតុចម្លែកទាំងនៅក្នុងស្រុកខ្មែរក៏ដូចជានៅប្រទេសសៀមដែលនៅក្នុងស្រុកខ្មែរយើងបានដឹងហើយថាមុនពេលដែលសង្គ្រាមផ្ទុះឡើងមាននៅឧបទ្ទហេតុដូចជាសត្វឆ្កែបានលូនៅកណ្ដាលអាទិត្យជាពិសេសគឺនៅខេត្តស្រុកខ្មែរយើងភាគខាងលិចដូចជាខេត្តសៀមរាបខេត្តព្រះវិហារខេត្តឧត្តរមានជ័យផងដែរហើយក្នុងនោះក៏មាននៅក្នុងប្រទេសថៃផងដែរក៏មានអភូតហេតុចម្លែកដូចជាខាងកម្ពុជាដែរថានៅរាល់ពេលយប់កណ្ដាលអាទិត្យគឺមានឆ្កែលូអ្នកខេត្តសៀមរាបគឺតែទាំងអស់បាននៅចាំផងដែរថានៅមុននៃការផ្ទុះសង្គ្រាមនេះឡើងមានរន្ទះនៅក្នុងខេត្តសៀមរាបបានបាញ់ដល់ទៅ3ដងចេញផ្កាភ្លើងស្ទើរតែភ្លឺពេញខេត្តដែលម្នាក់មានការព្រឺក្បាលគ្រប់គ្នាដោយបានគិតថាមេឃដូចជាមិនរកកលភ្លៀងនោះទេក៏ប៉ុន្តែហេតុអីបានជាមានរន្ទះបាញ់ក៏ក្រើកផ្ទួនគ្នាដល់ទៅ3ដងនេះគឺជាសញ្ញាមួយដែលអ្នកដែលមានជំនឿទៅលើដួងវិញ្ញាណក្ខន្ធគឺបានជឿជាក់ថាពិតជាមានអភូតហេតុមួយកើតឡើងពិតជាមិនខាននៅក្នុងនោះគឺអ្នកខ្លះក៏បានដឹងអំពីប្រវត្តិសាស្ត្រអំពីដូនតារបស់ខ្មែរយើងដូចជាអ្នកតាឃ្លាំងមឿងដែលយើងបានដឹងហើយថាប្រវត្តិរបស់លោកតាឃ្លាំងមឿងនេះដែលគាត់បានធ្វើអត្តឃាតលោតចូលទៅក្នុងរណ្ដៅចម្រងដើម្បីសម្លាប់ខ្លួនដើម្បីឲ្យដួងវិញ្ញាណរបស់គាត់នឹងទៅជួយកែននៅកងទ័ពរបស់ខ្មោចឬក៏កងទ័ពទាហានដែលគ្រប់ចំនួននោះដើម្បីជួយរំដោះទឹកដីនិងរំដោះយកនៅទឹកដីរបស់ខ្លួននៅក្នុងអំណាចនៅក្នុងស្ដេចកនជ្រែករាជឲ្យក្រោយមកនេះក៏បានជួយទៅដល់ប្រច័នរាជាបានយកទឹកដីរបស់ខ្មែរវិលត្រឡប់មកវិញដូចជាខេត្តសៀមរាបបង្គរដូចជាខេត្តមួយចំនួនដទៃទៀតខេត្តកំពង់ធំខេត្តបាត់ដំបងក៏ដូចជាស៊ីសផុននិងខេត្តមួយចំនួនទៀតដូចជានគររាជសីមានគរនាយកខេត្តមួយចំនួននៅលើទឹកដីប្រទេសថៃគឺប្រច័នរាជាបានពាក់ផងដែរទៅលើដួងវិញ្ញាណរបស់លោកតាឃ្លាំងមឿងហើយថែមទាំងមេទ័ពធំដទៃទៀតប្រិមិត្តបានដឹងហើយបើសិនជាអានអំពីពងសាវតាពាក់ព័ន្ធជាមួយនឹងប្រវត្តិរបស់អ្នកតាឃ្លាំងមឿងនេះក៏មានឃើញថាតាក់ទងទៅក្នុងសម័យលង្វែកក៏មានខាងកងទ័ពរបស់ប្រទេសសៀម